Bah,ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំចង់បង្ហាញបងប្អូនអំពីយើងបង្កើត account Amplify បង្កើត account Amplify នៅលើ broker Ignis អញ្ចឹងដើម្បីបង្កើតបាន account Amplify នៅលើ broker Ignis ជាដំបូងយើងត្រូវតែមានគណនី Ignis ឬក៏មាន account Ignis តែបងប្អូនដែលគាត់មាន account Ignis ហើយគឺអាចមើលតាមវីដេអូរបស់ខ្ញុំឬក៏បងប្អូនដែលគាត់អត់ទាន់មាន account ទេឆានរបស់ខ្ញុំទាន់ដើម្បីបើក account Ignis ជាមួយខ្ញុំអញ្ចឹងនៅក្នុង account Ignis នេះគឺវាមានច្រើនប្រភេទនៃ account មាន account Send account Standard account Pro Raw Space Zero Space គឺមានច្រើនហើយរាល់ account គឺមានលក្ខណៈខុសៗគ្នាអញ្ចឹងដើម្បីដែលយើងចង់បង្កើត account Amplify ជាដំបូងបងប្អូនចូលកន្លែងនេះមកចូលកន្លែងហ្នឹងមកទៅមកយើងចុចយកសញ្ញាបូកនេះបងប្អូនសញ្ញាបូកហ្នឹងទៅមកយើងជ្រើសរើសយក Real Account ណាយើងជ្រើសរើសយក Real Account ទៅមកយើងអាចជ្រើសរើសបងប្អូនមាន account Standard account Standard គឺជា account ទូទៅហើយ deposit វាចាប់ពី$10ឡើងហើយ spread វា 0.2 មួយឡតស៊ីតែជា$16ទៅ$20មួយឡតដែរហើយ no commission មិនស្ដាប់មាន commission ទេហើយចំពោះ account Send Send ក៏ចឹងដែរ spread វាចំពោះជា account Standard 1 0.3 បើ account Standard 0.2 ហើយ deposit គឺចាប់ពី$10ឡើងដែរហើយមាន account Pro គឺ spread វាធៀបមែនទែន spread វាមួយឡតអស់ប្រហែលជា$10ទេហើយអត់មាន commission ហើយតែ deposit វាដំបូងគឺយើងត្រូវ deposit 200ដើម្បីបើក account Pro បានយើង deposit ដំបូងគឺ200បន្ទាប់មកយើងអាច deposit បាន$10បានដូចគ្នាប៉ុន្តែយើង deposit ដំបូងត្រូវតែ deposit 200ឡើងណាចំពោះ account Pro ហើយ account Pro នេះគឺច្រើនគេលេងព្រោះបងប្អូនគាត់ទៅលេង scalping គាត់ទៅការ spread ទាបអញ្ចឹងយើងអាចយក account Pro បានហើយមាន account Raw Spread account Raw Spread នេះគឺវាមិន spread ទេ spread វាទាបមែនទែនហើយក៏មាន commission ដែរអញ្ចឹងយើងសម្រាប់អ្នកថ្មីគឺយើងបើក account standard មកយើងចុច continue នេះមកបន្ទាប់មកយើងជ្រើសតែនេះយើងអាចជ្រើសយក currency នេះលុយប្រភេទលុយ USD លុយដុល្លារ leverage នេះគឺធំបំផុត 2000 សម្រាប់ account ថ្មីហើយយើងអាចបើក unlimited leverage បានទោះតែយើង trade ចាប់ពី5 lot ឡើងទើបយើងអាចបើក unlimited បានហើយ leverage នេះខ្ញុំណែនាំឲ្យបងប្អូនប្រាប់ដៃថ្មីតាមទុនគាត់ទូឬក៏ដៃថ្មីគាត់អត់សូវច្បាស់ក្នុងការចុចចេញទីផ្សារខ្ញុំណែនាំឲ្យដាក់ត្រឹម500បានទេបងប្អូនលើត្រឹម500បានទេហើយឈ្មោះ account របស់យើងឈ្មោះ account Amplify ណាក្នុង Amplify យើងដាក់អីក៏បានដែរបងប្អូនអូខេបន្តមកយើងចុច continue ហ្នឹងហើយនេះលេខកូដ login ចូល Amplify លេខកូដចូល login ចូល Amplify នេះវាមានពីចាប់ដើមអក្សរធំអក្សរតូចហើយចំនួនលេខមកបន្តមកសញ្ញាដាក់សញ្ញាទ្រង់ជួរក៏បានសញ្ញាភាគរយសញ្ញាអីក៏បានដែរដាក់សញ្ញាយើងដាក់ត្រឹមទ្រង់ទៅមកហ្នឹងហើយបន្តមកយើងចុច open នេះយើងចុច open មកអញ្ចឹងរួចរាល់បងប្អូនចំពោះ account Amplify យើងមកកាត់បានរួចរាល់ហើយយើងចូលមកកន្លែងនេះម្ដងទៀតដើម្បី select វាហ្នឹងហើយចឹងបងប្អូនឃើញនេះ account យើងទៅបើកមកហ្នឹងគឺ account Amplify មករបៀបយើង login ចូល Amplify បងប្អូនចុច select លើ account របស់យើងនឹងមកបន្តមកបងប្អូនយកកន្លែងនេះ scale មកដល់បងប្អូនយក setting អូខេអញ្ចឹងបងប្អូន scroll ទៅក្រោមទៅបងប្អូនឃើញID login ណា ID login ចូល Amplify ហើយនឹងលេខ server ហ្នឹងហើយលេខ server ខាងក្រោមណានេះលេខ server អញ្ចឹងបងប្អូន copy មក copy server វាមកបងប្អូនចុចនេះចុចហ្នឹងទៅវា copy លេខ server ហ្នឹងដល់បងប្អូនចេញទៅចូល app Amplify យើងចូល Amplify របស់យើងអូខេហ្នឹងហើយចូល Amplify របស់យើងបន្តមកបងប្អូនយកចុចកន្លែងនេះបងប្អូនចុចកន្លែងហ្នឹងទៅអូខេបន្ទាប់មកយើងយក mini account យកហ្នឹងមកអូខេតើមកបងប្អូនចុចលើសញ្ញាបូកនេះសញ្ញាបូកហ្នឹងសញ្ញាបូកបន្ទាប់មកយើងផាស copy វិញយើងផាសយកកន្លែងហ្នឹងមកយើងផាសកន្លែងហ្នឹងមកហ្នឹងហើយយើងផាស server ហ្នឹងវានឹង load ដល់កន្លែងយើង load ដែរអញ្ចឹងយើង select លើវាមក select លើ Ignis នេះមកតើមកយើងដូរlạiនេះបងប្អូនយើងដូរនេះយក real 17យើងមើលដូចគ្នាហើយ real 17ហ្នឹងហើយយើងមើល real 17ចុចយក real 17តើមកយើង copy ID login copy រួចមកយើងផាសចូលកន្លែង login នេះមកតើមកយើងចូលលេខកូដទៅយើងចូលលេខកូដរបស់យើង password របស់យើងមិញហ្នឹងអូខេតើមកយើងចុច login ហ្នឹងចុច login បើចឹងយើងបានសម្រាប់ហើយយើង login ចូល account Amplify មកសម្រាប់ហើយបន្ទាប់មកយើងដូរទៅយើងដូរយើងយកមាសយើងបងប្អូនចុចកន្លែងរូបបិចហ្នឹងហើយយើងលុបចោលអស់ទៅហើយមកយើង search យក XRO USD ណា RO USD សម្រាប់ trade មាសខាងជាងមាស
ហ្នឹងហើយបងប្អូនអញ្ចឹងរីករាយបងប្អូនសម្រាប់ការយើងបើក account Optify ថ្មីមួយទៀតសម្រាប់លើ account Agnes របស់យើងបាទព្រោះបងប្អូនក៏ទាន់មាន account អាចឆាត់មកខ្ញុំផ្ទាល់ហើយចំពោះដែលបងប្អូនមានបញ្ហាឬបញ្ហាអាច comment នៅក្នុង comment ខាងក្រោមហើយកុំភ្លេចចុច like ហើយនិង subscribe channel នេះម្នាក់មួយប៉ុណ្ណឹងដើម្បីទទួលបានចំណេះដឹងផ្សេងៗទាក់ទងនឹងវិស័យ Forex បាទសូមអរគុណ